ខ្ញុំមកខែទៅជា single mom នៅក្នុង23ឆ្នាំហើយហងៃនេះខ្ញុំមានកូន2នាក់ស្រីមួយប្រុសមួយដែលបងភាគច្រើនគាត់ប្រហែលជាស្គាល់ហើយគឺ Molly ហើយ Onsa ហើយហngayនេះខ្ញុំក៏មាន business ខ្លួនឯងណាគឺហាង hot pot ចំនួន5សាខាដល់អ្នកគ្នាឥឡូវបើសិនជាអ្នកទាំងអស់នេះសួរខ្ញុំថាខ្ញុំត្រូវមើលថែកូន2នាក់ហ្នឹងផងហើយត្រូវរកស៊ីមើលការក៏ត្រូវហាងទាំង5សាខារបស់ខ្ញុំទៀតសួរថាខ្ញុំពិបាកអត់បើសិនជាខ្ញុំឆ្លើយថាអត់អ្នកទាំងអស់នេះក៏អត់ជឿដែរត្រូវអត់ឲ្យខ្ញុំនិយាយចេញពីចិត្តហ្មងណាអាចថាពិបាកណាស់ហើយប៉ុន្តែបើសិនជាអត់មានការពិបាកហ្នឹងក៏ខ្ញុំអត់មានកម្លាំងចិត្តនឹងបន្តទៅមុខដូចគ្នាដែរហើយពេលខ្លះយើងមានអារម្មណ៍ថាហត់បន្តិចដែរប៉ុន្តែឲ្យតែឃើញស្នាមខ្ញុំកូនឬឃើញភ្នាក់កម្លាំងឡើងពីគូហ្នឹងដល់តែមានកម្លាំងព្រឹសហ្មងតែឃើញមកកូនហ្នឹងមិនដឹងថាកម្លាំងចិត្តហ្នឹងមកពីខាងណាអស់ទេលោកអើយមកអស់ហើយចង់បញ្ហាហ្នឹងប្រពន្ធភ្នំក៏ដល់ខ្ញុំអត់ខ្វល់ដែរឲ្យតែកូននឹងមានក្តីសុខគឺខ្ញុំជំនះទៅសិនហើយជាត្រឡប់របស់ខ្ញុំហ្មងខ្ញុំមិនដែរចូលផ្ទះរដៃទៅទេដឹងតែមានរបស់ឲ្យផ្ញើកូនហើយកូនខ្ញុំមកលីនៅតែអង្គុយមកតែម៉ោងទីពីព្រោះដឹងថាម៉មមីមកដល់ផ្ទះគឺមិនដែរដៃទេដឹងតែមានរបស់តែមកលីចូលចិត្តហើយកូនខ្ញុំមកនិយាយទៅគាត់ងាយញ៉ាំស្ករគ្រាប់ប្រទេសបាសទេដល់នេះលើកលែងតែស្ករគ្រាប់មីគីតាទេដល់សារស្ករគ្រាប់មីគីតានេះគេប្រឡំពីត្រកកោស្រស់អញ្ចឹងនៅពេលដែលក្មេងៗគាត់ញ៉ាំទៅធ្វើឲ្យគាត់ឈឺកទេហើយភាគច្រើនខ្ញុំជួយអត់ទិញកញ្ចប់ធំហ្មងដើម្បីស្តុកទុកនៅក្នុងផ្ទះស្រួលគាត់ញ៉ាំអញ្ចឹងណាអ្នកនរគ្នាក្តីសុខនៅក្នុងគ្រួសារយើងជាអ្នកបកាទេអ្នកនរគ្នាមិនចាំបាច់មានរបស់ថ្លៃអីទេអ្នកនរគ្នាអើយនេះគ្រាន់តែស្ករគ្រាប់មីគីតាម្នាក់មួយដើមហ្នឹងកូនខ្ញុំសប្បាយចិត្តពីព្រឹកដល់ល្ងាចខ្ញុំតែចែកអំណោយស្ករគ្រាប់មីគីតាជាមួយនឹងកូនរបស់ខ្ញុំដើម្បីគាត់មានអារម្មណ៍សប្បាយរីករាយនឹងកក់ក្ដៅចុះអ្នកទាំងអស់គ្នាវិញ